បងប្អូនអរគ្នានេះគឺជាសកម្មភាពយ៉ាងកក្លឿនរបស់តាហ៊ានសៀមដែលបានដាក់គ្រឿងចាក់ចូលមកឈូសឆាយលើដែនអធិបតេយ្យភាពរបស់កម្ពុជាគេរៀបចំមានតាហ៊ានមានប្រជាពលរដ្ឋមានអ្នកកសែតគេច្រងច្រាំងពីខាងនោះឈរចាំមើលយើងបងប្អូនឃើញទេបាទឈរចាំយើងមើលយើងនៅខាងនោះអញ្ចឹងបានន័យថាចេតនានេះយើងមើលឃើញប្រកាសណាស់គឺជាចេតនាដែលខាងភាគីសៀមធ្វើសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យកម្ពុជាអស់ការអត់ធ្មត់បាទដើម្បីធ្វើឲ្យកម្ពុជានឹងគឺតទល់ជាមួយខ្លួនណាយើងចង់បានការដោះស្រាយដោយសន្តិវិធីយើងចង់ឲ្យអន្តរជាតិបានមើលឃើញពីការរំលោភបំពានរបស់ខាងភាគីតាហ៊ានសៀមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាថ្ងៃនេះខាងក្រមអ្នកសង្កេតការ IOT ក៏បានចុះមកដល់ទីកន្លែងនេះដោយផ្ទាល់ហើយក៏បានឃើញរូបភាពនៅគ្រឿងចាក់ដែលតាហ៊ានសៀមឈូសនៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាសួរថាបងប្អូននៅគ្រប់គ្រងទំនិញរបស់សៀមដល់ពេលណាទៀតខ្ញុំនិយាយបែបនេះមិនមានចេតនាឲ្យមានការស្អប់ខ្ពើមឬក៏ការរើសអើងការប្រកាន់ពូជសាសន៍នោះទេក៏ប៉ុន្តែបើគេធ្វើដាក់កម្ពុជាយើងប៉ុណ្ណឹងហើយតើយើងឈាមជាខ្មែរនេះយើងនៅតែបន្តគ្រប់គ្រងគេដល់ណាបងប្អូនអរគ្នានេះគឺជាសកម្មភាពយ៉ាងកក្លឿនរបស់តាហ៊ានសៀមដែលបានដាក់គ្រឿងចាក់ចូលមកឈូសឆាយលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យខណៈនេះគឺខ្ញុំនៅឈរទីតាំងនេះដោយផ្ទាល់វេលាម៉ោង2:35 នាទីនៅថ្ងៃទី10ខែតុលាឆ្នាំ2025ដែលយើងបានឃើញតាហ៊ានសៀមនិងប្រជាពលរដ្ឋរបស់សៀមបានដាក់គ្រឿងចាក់មកឈូសឆាយលើដីរបស់កម្ពុជាយើងបងប្អូននេះគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជាដោយផ្ទាល់តែម្ដងប៉ុន្តែមិនមែនឈូសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេគឺឈូសលក្ខណៈថាជាដីស្រែចម្ការរបស់ប្រជាជនខ្មែរយើងដែលរស់នៅធ្វើនៅទីនេះអស់ច្រើនទសវត្សរ៍មកហើយបងប្អូនឃើញហើយនេះគឺជាទស្សនវិជ្ជាគ្រឿងចាក់បាទដែលកំពុងតែឈូសយ៉ាងក៏ក្លឿនបងប្អូនអរគ្នាតែបញ្ជាក់ថានេះគឺជាទីតាំងចាស់ដែលតាហ៊ានសៀមបានពាត់បន្លាលួសនាពេលកន្លងមកសូមបញ្ជាក់ថាមិនមែនជាទីតាំងថ្មីដែលតាហ៊ានសៀមទៅឈូសកន្លែងផ្សេងទេគឺជាទីតាំងដែលតាហ៊ានសៀមធ្លាប់ពាត់បន្លាលួសពីមុនហើយឥឡូវនេះគឺវាដាក់គ្រឿងចាក់បាទយកមកឈូសនៅលើផ្ទៃដីចម្ការរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្ដងបញ្ជាក់ជូនពុកម៉ែបងប្អូនថាខណៈនេះគឺខាងកម្ពុជាយើងនៅតែការពារនៅតែរក្សាបាននៅការអត់ធ្មត់ជាប់ជានិច្ចយើងអត់មានប្រដាប់ដោយអាវុធមកតតាំងហើយប្រជាជនកម្ពុជាក៏អត់មានមកលក្ខណៈថាប្រព្រឹត្តប្រព្រឹត្តឲ្យគឺអត់ទេដោយសារតែយើងចង់បានការដោះស្រាយដោយសន្តិវិធីយើងចង់ឲ្យអន្តរជាតិបានមើលឃើញពីការរំលោភបំពានរបស់ខាងភាគីតាហ៊ានសៀមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាថ្ងៃនេះខាងក្រមអ្នកសង្កេតការ IOT ក៏បានចុះមកដល់ទីកន្លែងនេះដោយផ្ទាល់ហើយក៏បានឃើញរូបភាពនៅគ្រឿងចាក់ដែលតាហ៊ានសៀមឈូសនៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាអញ្ចឹងមុននេះបន្តិចខាង IOT បានចុះមកក្នុងការសង្កេតការបានឃើញទស្សនវិជ្ជាបានឃើញរូបភាពសពគ្រប់អស់ហើយដែលយើងឃើញថាខាងភាគីសៀមហាក់បីដូចជាមិនបានខ្លាចនឹងច្បាប់អន្តរជាតិទេគឺក៏ឃ្លឿននៅក្នុងការរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាយើងតែបងប្អូនប្រកាសជាឆ្ងល់ថាគេមកឈូសឆាយលើដែនអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណឹងហើយហេតុអីបានជាយើងមិនតបតហេតុអីបានជាយើងមិនដេញខាងតាហ៊ានសៀមចេញទៅវិញដោយបានបញ្ជាក់ជូនពុកម៉ែបងប្អូនអ្វីដែលយើងចង់បានបំផុតគឺការដោះស្រាយដោយសន្តិវិធីមិនឲ្យសង្គ្រាមបង្ហូរឈាមកើតឡើងយើងគោរពទៅលើបទឈប់បាញ់ឲ្យបទឈប់បាញ់មានតម្លៃមួយយ៉ាងវិញទៀតកម្ពុជាបាទគឺរក្សានៅសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាព្រោះកាលណាបើសង្គ្រាមផ្ទុះឡើងបាទគឺការបង្ហូរឈាមការប៉ះពាល់គឺគ្រប់ផ្នែកទាំងអស់ហេតុដូច្នេះហើយអ្វីដែលយើងកំពុងតែអត់ធ្មត់នេះគឺអត់ធ្មត់ដើម្បីឈ្នះសំខាន់បំផុតមិនមែនបានន័យថាឲ្យគេរំលោភបំពានមិនរំលោភបំពានទៅគេយកដីយើងមិនយកទៅមិនមែនទេពុកម៉ែបងប្អូនប៉ុន្តែចេតនារបស់ខាងភាគីសៀមដាក់គ្រឿងចាក់មកឈូសឆាយនេះគឺក្នុងគោលបំណងកំពុងតែចង់ឲ្យយើងចូលសងរបស់គេចូលអន្ទាក់របស់គេធ្វើមកដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាពុះកជ្រុលក្តៅដើម្បីមកតតាំងអីចឹងទៅនៅក្នុងការយកលេសណាមួយក្តោបប្រជាពលរដ្ឋរបស់យើងឬក៏យកលេសណាមួយដែលចោទកម្ពុជាយើងដោយផ្ទាល់តែម្ដងក្នុងន័យនេះ
សបញ្ជាក់បានថាមិនមែនកម្ពុជាខ្លាចភាគីសៀមមិនមែនកម្ពុជាបដោយឲ្យភាគីសៀមធ្វើអ្វីតាមអំពើចិត្តរហូតដល់បាត់បង់ដីបាត់បង់ដែនអធិបតេយ្យភាពនោះទេប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺបានយកចិត្តទុកដាក់ក្នុងន័យមួយតែម្យ៉ាងគត់គឺចង់ឲ្យមានការដោះស្រាយដោយសន្តិវិធីជៀសពីសង្គ្រាមបង្ហូរឈាមហើយយើងនៅតែអាចយកឈ្នះតាមផ្លូវច្បាប់បានដោយបានបញ្ជាក់ថាថ្ងៃនេះជាថ្ងៃមួយដែលភាគីខាងតាហ៊ានសៀមដាក់គ្រឿងចាក់ឈូសឆាយដែនអធិបតេយ្យភាពរបស់កម្ពុជាហើយក៏ជាថ្ងៃដែលខាងក្រមអ្នកសង្កេតការណ៍ IOT ចុះមកសារជាថ្មីហើយបានឃើញទស្សនវិជ្ជាដែលភាគីសៀមដាក់គ្រឿងចាក់កំពុងតែឈូសនឹងតែម្ដងគេឃើញគេបានកត់គេបានថតគេបានសង្កេតការណ៍គេបានយកសពគ្រប់បែបយ៉ាងទាំងអស់ឲ្យឃើញថានេះគឺជាចេតនារំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាច្បាស់ណាស់ជាក់ស្ដែងវេលារសៀលហើយគ្រឿងចាក់មិនទាន់បានបញ្ឈប់ទេនៅតែឈូសបាននៅតែចូលព្រៃនៅតំបន់ដីរបស់កម្ពុជាយើងដោយផ្ទាល់ហើយបើតាមដឹងថាគេប្រមូលប្រជាពលរដ្ឋមកនោះច្រើនណាស់បងប្អូនទាំងប្រជាពលរដ្ឋទាំងតាហ៊ានសៀមទាំងអីគឺកំពុងតែធ្វើសកម្មភាពបាននៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាយើងកន្លែងនេះពេលដែលខ្ញុំនិយាយទៅបងប្អូនមួយចំនួនប្រកាសជាលើកឡើងថាអត់ធ្មត់ដល់ណាទៀតបើគេកំពុងតែរំលោភបំពានគេកំពុងតែយកដីយើងស្រស់ហ្នឹងហេតុអីបានយើងនៅតែបន្តការអត់ធ្មត់ដូចបានបញ្ជាក់ជូនពុកម៉ែបងប្អូនថាមិនមែនឆ្លោយថាយកបានមិនមែនថាឈូសយកបានថាជាដីរបស់គេស្រេចតែការពាត់លបងលួសទេបើចេះអញ្ចឹងពាត់កន្លែងណាក៏បានពាត់យកដីអ្នកណាក៏បានពុកម៉ែបងប្អូនតែសំខាន់បំផុតអ្វីដែលយើងចង់ឲ្យពិភពលោកបានឃើញគឺការរំលោភបំពានរបស់សៀមនឹងឯងហើយអ្វីគ្រប់បែបយ៉ាងដែលតែហ៊ានសៀមនិងប្រជាពលរដ្ឋសៀមដែលជ្រុលនិយមមួយចំនួនធ្វើនេះគឺធ្វើចង់ឲ្យយើងចូលសងដូចខ្ញុំបានបញ្ជាក់ថាធ្វើឲ្យយើងចូលសងញុះឲ្យយើងក្តៅញុះឲ្យយើងដូចថាបាត់ការអត់ធ្មត់ដល់ពេលដែលយើងបាត់ការអត់ធ្មត់ខូចការធំទាំងអស់បងប្អូនបត់ឈប់បាញ់គឺពិតជាមានតម្លៃធំធេងណាបើយើងនិយាយពាក្យថាបត់ឈប់បាញ់មួយម៉ាត់បើយើងមិនបានគិតទេវាហាក់បីដូចជាគ្រាន់តែកិច្ចព្រមព្រៀងគ្រាន់តែกระดาษមួយបន្តិចក៏ប៉ុន្តែអ្វីដែលមានតម្លៃបំផុតនោះទៅលើបត់ឈប់បាញ់បើបងប្អូនសិក្សាឲ្យស៊ីជម្រៅបំផុតទើបដឹងថាបើភាគីណាមួយដែលរំលោភបំពានឬក៏ល្មើសទៅលើបត់ឈប់បាញ់ធ្វើឲ្យបត់ឈប់បាញ់អស់តម្លៃភាគីនោះប្រកាសជាមានបញ្ហាច្រើនបាទទៅលើការរំលោភបំពានបត់ឈប់បាញ់អញ្ចឹងហើយបានអ្វីគ្រប់បែបយ៉ាងទាំងអស់ដោយបានបញ្ជាក់ជូនថាខាងកម្ពុជារបស់យើងគឺអត់មានអាវុធមកតតាំងទេអត់ប្រដាប់ដោយអាវុធទេយើងមានខាងកងកម្លាំងដែលគាត់នៅចាំការពារបូរណភាពទឹកដីរបស់កម្ពុជារបស់យើងប៉ុន្តែគឺគ្មានអាវុធហើយប្រជាពលរដ្ឋរបស់កម្ពុជារបស់យើងក្នុងពេលឥឡូវនេះក៏គាត់អត់មកតតាំងអីដែរមិនមែនបានន័យថាគាត់ខ្លាចមិនមែនបានន័យថាគាត់អត់ហ៊ានតែអ្វីដែលសំខាន់បំផុតគឺទុកឲ្យបរទេសគាត់មើលហើយសួរថាបរទេសមើលហើយមើលទៀតតែមិនទាន់មានលទ្ធផលអីផងដោយបានបញ្ជាក់ជូនបងប្អូនរឿងមិនមែនដោះស្រាយមួយថ្ងៃមិនមែនដោះស្រាយមួយខែហើយទេសំខាន់បំផុតដោយបានជំរាបជូនពុកម៉ែបងប្អូនថាអន្តរជាតិគេបានឃើញអញ្ចឹងភាគីសៀមហាក់បីដូចជាមិនខ្លាចច្បាប់អន្តរជាតិទេក៏ឃ្លឿនហើយបានរំលោភទៅលើកិច្ចព្រមព្រៀងមួយចំនួនដែលធ្លាប់បានប្រជុំរួមគ្នានាពេលកន្លងមកគឺភាគីសៀមហាក់បីដូចជារំលោភបំពានបាទទៅលើកិច្ចព្រមព្រៀងក៏ដូចជារំលោភបំពានបាទទៅលើកិច្ចប្រជុំច្រើនណាស់នាពេលកន្លងមកឥឡូវយើងឃើញថាគ្រឿងចាក់ហាក់បីដូចជាដកថយទៅនោះបន្តិចអត់ទាន់សកម្មភាពមកមុខទៀតទេនឹងបន្តឈូសបាទនៅពេលល្ងាចទៀតឬក៏ពេលស្អែកទៀតឬក៏យ៉ាងណាយើងអត់ដឹងហើយគេហៅបងប្អូនមើលគេរៀបចំមានតាហ៊ានមានប្រជាពលរដ្ឋមានអ្នកកសែតគេច្រងច្រាំងពីខាងនោះឈរចាំមើលយើងបងប្អូនឃើញទេបាទឈរចាំយើងមើលយើងនៅខាងនោះអញ្ចឹងបានន័យថាចេតនានេះយើងមើលឃើញប្រកបណាស់គឺជាចេតនាដែលខាងភាគីសៀមធ្វើសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យកម្ពុជាអស់ការអត់ធ្មត់បាទដើម្បីធ្វើឲ្យកម្ពុជាហ្នឹងគឺតទល់ជាមួយខ្លួនណាប៉ុន្តែដោយបានបញ្ជាក់ថាគឺកម្ពុជានៅតែមើលឃើញពីចេតនារបស់ភាគីសៀមដែលធ្វើគ្រប់បែបយ៉ាងទាំងអស់គឺដើម្បីអីដើម្បីក្នុងការចោទក្នុងការដាក់បន្ទុកក្នុងការយកលេសថាកម្ពុជាយើងចេះមួយចុះពីរប៉ុន្តែឥឡូវដោយបងប្អូនឃើញមិនមែនបានន័យថាឈូសហ្នឹងគឺជាដីរបស់គាត់ទេអត់ទាន់មានកិច្ចព្រមព្រៀងអត់ទាន់មានការសម្រេចណាមួយទេដីហ្នឹងគឺដីកម្ពុជាយើងគឺជាដីខ្មែរយើងដែលខ្មែរយើងប្រជាជនខ្មែររស់នៅទីនេះជាច្រើនទសវត្សរ៍មកហើយបងប្អូនអញ្ចឹងការឈូសឆាយនេះអត់មានឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋទេគឺឈូសដីចំការរបស់ប្រជាពលរដ្ឋខ្មែរយើងនៅទីតាំងដដែលបានន័យថាទីតាំងចាស់នៅព្រៃច័ន្ទដែលខាងភាគីតាហ៊ានសៀមបានពាត់បលាលួសនាពេលកន្លងមកសួរថាបងប្អូននៅគាំទ្រទំនិញរបស់សៀមដល់ពេលណាទៀត
ខ្ញុំនិយាយបែបនេះមិនមានចេតនាឲ្យមានការស្អប់ខ្ពើមឬក៏ការរើសអើងការប្រកាន់ពូជសាសន៍នោះទេក៏ប៉ុន្តែបើគេធ្វើដាក់កម្ពុជាយើងប៉ុណ្ណឹងហើយតើយើងឈាមជាខ្មែរនេះយើងនៅតែបន្តគ្រប់គ្រងគេដល់ណាតំណែងរបស់សៀមតំណែងរបស់ភាគីសៀមដែលលក់មកកម្ពុជារបស់យើងនាពេលកន្លងមកដែលយើងធ្លាប់តែគ្រប់គ្រងដែលយើងធ្លាប់តែនិយាយថាតំណែងសៀមប្រើទៅអញ្ចេះអញ្ចោះល្អលិចកើតជើងត្បូងតែយើងនៅតែបន្តឬក៏មិនពុកម៉ែបងប្អូនអរគ្នានៅក្នុងដំណាក់កាលនេះអ្វីដែលបងប្អូនត្រូវតែចូលរួមឲ្យបានស្រស់គ្នាគឺការគ្រប់គ្រងនៅផលិតផលខ្មែរដែលបង្កើតដោយសហគ្រិនខ្មែរយើងទោះជាយើងមិនទាន់បានថា 100% ឲ្យបានល្អសពគ្រប់ក៏ប៉ុន្តែផ្ដើមឡើងពីការស្រឡាញ់ផ្ដើមឡើងពីការជួយគ្នាទើបអាចឲ្យសហគ្រិនក៏ដូចជាការផលិតរបស់ខ្មែរយើងគឺកាន់តែរីកចម្រើនបាទទៅមុខហើយសួរថាតើយើងនៅតែបន្តគ្រប់គ្រងតំណែងរបស់សៀមដល់ពេលណាឲ្យគេចំណេញឲ្យសេដ្ឋកិច្ចរបស់គេកើនឡើងគេមកធ្វើបាបយើងគេមកឈូសឆាយយើងអញ្ចឹងក្នុងការនិយាយបែបនេះมันមាននៅក្នុងចេតនាណាមួយដើម្បីអូសទាញបងប្អូនឬក៏បង្ខំឲ្យបងប្អូនមកធ្វើតាមខ្ញុំទេប៉ុន្តែសំខាន់បំផុតគឺយើងត្រូវចេះឈឺចាប់នៅអ្វីដែលគេកំពុងតែធ្វើបាបយើងគេកំពុងតែជន់យើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយើងជាកូនខ្មែរត្រូវតែមានស្មារតីនៅក្នុងការភ្ញាក់រលឹកនេះគ្រាន់តែជារូបភាពមួយចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថាខាងកងកម្លាំងសៀមឬក៏ទាហានសៀមរួមនឹងប្រជាពលរដ្ឋបានដាក់គ្រឿងចាក់មកឈូសឆាយដីចំការបងប្អូនប្រជាពលរដ្ឋបាននៅក្នុងភូមិព្រៃច័ន្ទនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី10ខែតុលាឆ្នាំ2025យ៉ាងណានោះក៏សំណូមពរពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសត្រូវតែរួបរวมសាមគ្គីគ្នាជាធ្លុងមួយខ្មែរមិនត្រូវបែកបាក់សាមគ្គីទេព្រោះចេតនាសត្រូវដែលធំបំផុតគឺបំបែកសាមគ្គីរបស់ខ្មែរយើងអ្វីដែលគេចង់ធ្វើបំផុតនឹងគឺការវាយបំបែកសាមគ្គីរបស់ខ្មែរដោយផ្ទាល់អញ្ចឹងបើខ្មែរយើងយល់ពីចេតនារបស់គេប្រកាសណាស់យើងមិនបែកបាក់សាមគ្គីទេអញ្ចឹងខ្មែរត្រូវតែរួបរวมត្រូវតែសាមគ្គីគ្នាជាធ្លុងមួយហើយដោយបានបញ្ជាក់ថាបងប្អូនត្រូវតែជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលខិតខំនៅក្នុងការដោះស្រាយនៅបញ្ហាព្រំដែនដោយសន្តិវិធីតាមច្បាប់បាទអន្តរជាតិឲ្យបរទេសគេបានមើលឃើញពីការរំលោភបំពានរបស់សៀមមិនមែនបានន័យថារាជរដ្ឋាភិបាលកម្ពុជានៅស្ងៀមទេអ្វីគ្រប់បែបយ៉ាងក្នុងន័យតែមួយគត់បញ្ជាសង្គ្រាមបង្ហូរឈាមដើម្បីស្វែងរកនៅផ្លូវឈ្នះបាទតាមសន្តិវិធីចឹងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នាដើម្បីឲ្យបញ្ហាព្រំដែនកម្ពុជារវាងសៀមគឺអាចបញ្ចប់បានដោយមិនឲ្យមានសង្គ្រាមបង្ហូរឈាមកើតឡើងបាទនេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកបងប្អូនបាទណូគេឃើញគេធ្វើស្អីឡើងតាំងពីដើមឈើទៀតទៅថតយើងពីខាងនោះមកបងប្អូនអរគ្នាអញ្ចឹងយើងឃើញហើយថាអ្វីគ្រប់បែបយ៉ាងគេចាំចាប់រូបភាពពីខាងយើងហើយអញ្ចឹងប្លង់មុខបងនៅទីនេះទាំងអស់បាទប្រកាសណាស់គេចាប់បានទាំងអស់បងប្អូនទាំងមុខខ្ញុំទាំងមុខបងនៅទីនេះគឺមានទាំងកាមេរ៉ាដែលគេដាក់នៅបកគោលផងមានទាំងពីកាមេរ៉ាបាទគេបញ្ឈរជើងមកផងមានទាំងអ្នកឡើងលើចុងឈើមានអ្នកអីផងនោះឡើងមកតាមដានយើងសពគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងសំខាន់បំផុតបានឃើញពីចេតនាបានដឹងពីចំណុចដែលគេកំពុងតែញុះយើងទើបយើងដឹងថាអ្វីដែលគេធ្វើគ្រប់បែបយ៉ាងនេះគឺរងចាំតែដាក់កំហុសឲ្យយើងទេអញ្ចឹងសង្ឃឹមថាបងប្អូននឹងចូលរួមសាមគ្គីជាធ្លុងមួយទាំងបងប្អូនក្នុងប្រទេសបងប្អូននៅក្រៅប្រទេសរួបរวมគ្នាអ្វីដែលយើងអាចធ្វើបាននោះគឺយើងធ្វើទៅយើងធ្វើអីគេខ្លះបងប្អូនបើយើងជាអ្នកក្រោយយើងអត់មានអីកាតព្វកិច្ចមកការពារបាត់ដូចបងកងកម្លាំងទេប៉ុន្តែយើងអាចមានអីជួយបងកងកម្លាំងជួយទៅតាមលទ្ធភាពនិងតាមទឹកចិត្តរបស់បងប្អូនជាក់ស្ដែងអ្វីដែលយើងអាចធ្វើបានទៅអរគុណដល់បងប្អូនដែលកំពុងតាមដានទស្សនាមានអ្វីដែលបាទមានការវិវត្តថ្មីខ្ញុំនឹងបន្តផ្សាយជូនបងប្អូនតាមដានទស្សនាជាបន្តខណៈនេះខ្ញុំភក្ត្រានិងក្រុមការងាររំដួល TV ដែលកំពុងផ្សាយចេញពីភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសូមអរគុណសូមជម្រាបលា